នេះចិត្តប្រជាជនក៏ឈ្នះលោកដែរជាញឹកញាប់ត្រូវបានមើលថាជាភាពយុត្តិធម៌ដែលត្រូវការឡើងជានិច្ចខ្ញុំបានធ្លាក់ចូលពេលវេលាផ្លាស់ប្ដូរបែបហើយខ្ញុំឆ្លងពេលវេលាមកខ្លាយជាអ្នកក្រខ្វាក់ខ្ចៅទៅហើយបើមនុស្សម្នាក់ទើបដំបូងគ្រាន់តែចង់ថែរក្សាឲ្យប្រជាជនតំបន់មួយបានរួមមានអាហារត្រឹមត្រូវជួយមនុស្សអាតែដោយសម័យបង្ខំហើយចិត្តប្រជាជនក៏បញ្ចុះបញ្ជូនតើខ្ញុំត្រូវរងអាប់អួរទៀតយ៉ាងម៉េចអ្នកណាដែលធ្លាប់ប្រយុទ្ធជាមួយខ្ញុំចូលមកមុខចុងក្រោយក៏មិនអាចជៀសផ្លូវប្រយុទ្ធយកអំណាចបានខ្ញុំមិនមែនអញ្ចឹងនេះថាជាវាសនាដែលប្រវត្តិសាស្ត្រជ្រើសរើសឲ្យមែនទេមេមិនចាំបាច់និយាយចាញ់ទេវាសនាដែលមេកំណត់មានលំដាប់របស់វាហើយឬថាវាជាគ្រោះមហន្តរាយដែលត្រូវទំនួលខុសត្រូវរងចូលអើយចោល